ទស្សនភាពនៅមុខវត្តពោធិវ័នកោះប៉ែនបងប្អូនទាំងអស់គ្នាសម្រាប់ជប់នេះដែរគឺមានលក្ខណៈលបែងវិជាប្រៃច្រើនមែនតើបងប្អូនទាំងអស់គ្នាហើយសម្រាប់រាត្រីថ្ងៃទី10ក្នុងខែទី4នេះគឺមានបងប្អូនដែលគាត់មកចូលរួមច្រើនមែនតើបងប្អូនទាំងអស់គ្នាដោយបងប្អូនបានឃើញចឹងសម្រាប់យុវជនយុវវ័យគាត់រាប់ជាលក្ខណៈបែបខ្មែរបែបនេះគឺស្រស់ស្អាតមែនតើអញ្ចឹងចូលរួមលេងបែបខ្មែរទាំងអស់គ្នាទៅបងប្អូនទាំងអស់គ្នាហើយនេះគឺគាត់កំពុងតែហាត់រាំលក្ខណៈបែបខ្មែរដើម្បីឲ្យសិស្សានុសិស្សទាំងអស់ឬក៏យុវជនយុវវ័យគាត់ឃើញណាជាលក្ខណៈបែបខ្មែរគឺរាំស្អាតបែបហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងចូលរួមលើកស្ទួយនិងរាំជាលក្ខណៈបែបខ្មែរយើងឲ្យបានច្រើនណាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់រាត្រីនេះនៅមុខវត្តពោធិវ័នកោះប៉ែនគឺមានលក្ខណៈលេងជាតម្រង់បែបខ្មែរច្រើនមែនតើបងប្អូនទាំងគ្នាដោយបងប្អូនបានឃើញជាក់ស្ដែងអញ្ចឹងគឺច្រើនហើយមានការវាយក្អមវាយអីហើយគឺអ្នកចូលរួមច្រើនមែនតើណាបងប្អូនទាំងគ្នាអញ្ចឹងអរគុណដល់ម្ចាស់វីដេអូដែលគាត់ផ្ញើឲ្យខ្ញុំដោយសារតែខ្ញុំយប់នេះជាប់រវល់អញ្ចឹងដោយបងប្អូនបានឃើញអញ្ចឹងមានទាំងក្មេងទាំងចាស់អ៊ំពូមីងលោកយាយលោកតាដែលគាត់អញ្ជើញចូលរួមគឺច្រើនមែនតើអញ្ចឹងចាប់ពីយប់ថ្ងៃទី10នេះទៅហើយគឺលេងជារៀងរាល់យប់បងប្អូនទាំងគ្នាអញ្ចឹងកុំភ្លេចមកលេងកំសាន្តសប្បាយទាំងអស់គ្នាណាមានទាំងការវាយក្អមទាញព្រាត់ឡើងតសខ្លាញ់អីផ្សេងជាលក្ខណៈបែបខ្មែរគឺច្រើនមែនតើបងប្អូនទាំងគ្នាអញ្ចឹងយើងមានតែចូលរួមលេងជាលក្ខណៈបែបខ្មែរទៅដើម្បីបង្ហាញដល់ក្មេងៗដែលគាត់ក្រោយគាត់អត់ដឹងថាលេងបាច់ម៉េចបងប្អូនដែលចាស់ឬក៏យុវវ័យគាត់មកលេងដើម្បីបង្ហាញទាំងអស់គ្នាណាបងប្អូនទាំងគ្នាហើយច្រើនមែនតើមិននឹកស្មានណាបងប្អូនទាំងគ្នាប៉ុន្តែសោកស្ដាយដោយសារតែយប់នេះខ្ញុំអត់បាននៅហើយវាយក្អមវាយអីហើយការរៀបចំនៅនេះគឺស្រស់ស្អាតមែនតើបងប្អូនទាំងគ្នាអញ្ចឹងកុំភ្លេច like share ហើយកុំភ្លេចជួយ follow ខ្ញុំបាទអ្នកមួយផងបងប្អូនទាំងគ្នាអញ្ចឹងយប់នេះគឺឲ្យគេថតឲ្យប៉ុន្តែយប់បន្ទាប់អាចខ្ញុំថតអីខ្លួនឯងហើយខ្ញុំនឹងបង្ហាញឲ្យច្រើនសម្រាប់ទស្សនភាពនៅតាមបណ្ដាវត្តនៅក្នុងឃុំកោះប៉តិនឬក៏នៅក្នុងស្រុកកំពង់សៀមនៅក្នុងឃុំកោះមិត្តឲ្យបងប្អូនបានឃើញបានទស្សនាអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងការវាយក្អមក៏មានប្រាក់រង្វាន់ផ្សេងហើយលោតបាវលោតអីសម្រាប់ក្មេងចាស់យុវវ័យគឺគាត់អាចមកលេងបានទាំងអស់មកលេងសប្បាយជាលក្ខណៈបែបខ្មែរហើយកុំមកលេងជាលក្ខណៈបង្ករឿងអីផ្សេងបងប្អូនជិះឲ្យឆ្ងាយដោយសារតែយើងស្ថិតតែជាខ្មែរទាំងអស់គ្នាទេខ្មែរស្រឡាញ់ខ្មែរហើយយើងចូលរួមស្រឡាញ់គ្នាចាប់ដៃគ្នាសប្បាយទាំងអស់គ្នាហើយដោយបងប្អូនឃើញអញ្ចឹងស្ថិតតែយុវវ័យទេគាត់សប្បាយអញ្ចឹងខ្ញុំសប្បាយចិត្តសម្រាប់ការបង្ហាញលេងជាលក្ខណៈបែបខ្មែរណាបងប្អូនទាំងគ្នាប៉ុន្តែឆ្នាំនេះសូមបដិញ្ញាហើយបើសិនជាតម្រង់បែបផ្លុយអីផ្សេងគឺអត់បង្ហាញទេកុំឲ្យក្មេងៗគាត់យកគំរូតាមសម្រាប់បងប្អូនដែលគាត់ផ្សព្វផ្សាយផ្សេងខ្ញុំអត់ដឹងទេតែសម្រាប់ខ្ញុំគឺខ្ញុំចង់ផ្ដោតជាតម្រង់បែបខ្មែរបានច្រើនអញ្ចឹងសង្ឃឹមថាតាមបណ្ដាវត្តនីមួយគាត់នឹងលេងជាលក្ខណៈបែបខ្មែរបានច្រើនដើម្បីបង្ហាញដល់ក្មេងៗដែលគាត់អត់បានឃើញពីល្បែងវិជាប្រៃខ្មែរហើយគាត់អត់ដឹងពីសង្គ្រាមឲ្យគាត់បានយល់បានឃើញដល់អស់គ្នាអរគុណច្រើនគោរពជំរាបលា